ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបស្លសម្លឆ្អឹងជំនីជ្រូកតាមបែបកូរ៉េចាគ្រឿងផ្សំមានដូចខាងលើចាជាដំបូងហ្នឹងគឺយើងយកឆ្អឹងជំនីជ្រូកយើងហ្នឹងយកមកត្រាំទឹកចាហើយនាងខ្ញុំដាក់ម្សៅឆាហ្នឹងចំនួន2ស្លាបព្រាដើម្បីកាត់ក្លិនឆ្អាបចាយើងត្រាំវាទុករយៈពេល1ម៉ោងចារួចហើយយើងស្រង់វាចាស្រង់វាដាក់កញ្ច្រែងឲ្យស្រស់ទឹកចឹងមកចារួចនាងខ្ញុំចាប់ផ្ដើមដាំទឹកចាពេលដែលទឹកនឹងពុះហ្នឹងគឺនាងខ្ញុំយកឆ្អឹងជំនីជ្រូកហ្នឹងយកទៅស្រស់ទឹកចាស្រស់ទឹកក្តៅចារួចហើយគឺនាងខ្ញុំចាក់ទឹកចេញហើយយើងលាងវាចាលាងវាឲ្យស្អាតទៅដើម្បីកុំឲ្យវាធំក្លិនឆ្អាបចាគឺទឹកដំបូងហ្នឹងគឺយើងស្រស់ហើយយើងចាក់ទឹកនឹងចោលចារួចនាងខ្ញុំចាប់ផ្ដើមដាក់ដាំទឹកជាថ្មីចាលើកទី2ហ្នឹងគឺយើងដាំទឹកហ្នឹងយូរដែលមែនតែនចាអញ្ចឹងពេលដែលទឹកនឹងពុះគឺនាងខ្ញុំបង់ស្លឹកកូរ៉េហ្នឹងគេហៅថាកេស៊ូចាស្លឹកកេស៊ូចូលដើម្បីកាត់ក្លិនឆ្អាបចារួចហើយដាក់ឆ្អឹងជំនីជ្រូកយើងចូលរំងាស់វាទុករយៈពេល1ម៉ោងកន្លះចាំបន្តមកទៀតហ្នឹងគឺនាងខ្ញុំចាប់ផ្ដើមត្រៀមបន្លែរបស់យើងគឺចាស្ពៃពេលដែលយើងធ្វើគីមជីហ្នឹងអាស្ពៃសបកក្រៅហ្នឹងគឺយើងលាងទឹកឲ្យស្អាតរួចហើយយើងស្រស់ទឹកក្តៅទៅយើងដាក់នៅកន្លែងទូកកពេលដែលយើងចង់យកមកស្លចាគឺយើងអាចប្រើប្រាស់វាបានឡើងវិញចានេះខ្ញុំកាត់វាជា3ចាជា3កង់ដោយសារតែវាវែងចានាងខ្ញុំដាក់ម្ទេសម៉ដ្ឋ1ស្លាបព្រាខ្ទឹមចិញ្ច្រាំ1ស្លាបព្រាហើយនឹងសៀងកូរ៉េហ្នឹង1ស្លាបព្រាចាទឹកត្រី3ស្លាបព្រាហើយនេះគឺជាម្ទេសខាប់របស់កូរ៉េចាបើសិនជាបងប្អូនអត់ចូលចិត្តក្លិនស្អុយរបស់ទឹកត្រីបងប្អូនអាចប្រើសៀងច្រើនបន្តិចក៏បានដែរចាគឺអាចប្រើសៀងកូរ៉េហ្នឹងចំនួន3ស្លាបព្រាបាយដោយមិនប្រើទឹកត្រីក៏បានដែរចារួចហើយយើងច្បល់វាហ្នឹងឲ្យសព្វបែបហ្នឹងមកយើងទុកវាមួយឡែកចាអញ្ចឹងគឺ1ម៉ោងកន្លះហ្នឹងគឺឃើញថាឆ្អឹងជ្រូកយើងគឺផុយល្អហើយចានាងខ្ញុំចាប់ផ្ដើមចាស្លឹកស្ពៃដែលយើងបានច្បល់គ្រឿងទុកហ្នឹងចូលចារួចយើងបិទគម្របរំងាស់វាប្រហែលជា20នាទីទៀតទៅចារំងាស់វាឲ្យកាន់តែយូរគឺកាន់តែងុំឆ្ងាញ់ចាឃើញថារួចរាល់ហើយនាងខ្ញុំបិទហ្គាសដួសដាក់ចានចាសម្លហ្នឹងគឺស្រួលដោយសារតែនៅប្រទេសកូរ៉េហ្នឹងគឺសម្បូរឆ្អឹងជំនីជ្រូកចាតម្លៃក៏ថោកសមរម្យចាចុងក្រោយហ្នឹងគឺនាងខ្ញុំដាក់ល្ងដែលយើងបុកម៉ត់ហ្នឹងចាដើម្បីឲ្យក្លិនវាកាន់តែឈ្ងុយផងដែរចាសូមអរគុណ